បាទសួស្តីបងប្អូនទាំងអស់គ្នាបាទក្នុងថ្ងៃនេះសូមនាំបងប្អូនមកមើលអត្ថប្រយោជន៍អំពីក្របស្វាយចន្ទីម្ដងបាទថាតើក្របស្វាយចន្ទីនេះមានអត្ថប្រយោជន៍អ្វីខ្លះសូមបងប្អូនតាមដានទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទអញ្ចឹងក្របស្វាយចន្ទីក៏ដូចជាស្វាយចន្ទីមិនត្រឹមតែជាផ្លែដែលយើងអាចហូបផ្លែវាបាននោះទេហើយគ្រាប់របស់វាគឺជាធនជាតិមួយយ៉ាងដែលពោពេញទៅដោយវីតាមីនបងប្អូនហើយនេះខ្ញុំកំពុងតែសាកបេះវាមើលបេះចន្ទីនៅចំការបងប្អូនយើងបេះប្រលេះគ្រាប់វាចឹងមកហើយផ្លែវាយើងអាចហូបបានបងប្អូនផ្លែវាអាចហូបបានប៉ុន្តែហូបបានណាល្អណារៀងចាស់ឬក៏រៀងពេកជាងកំហូបនេះខ្ញុំសាកហូបមើលឆ្ងាញ់បងប្អូនឆ្ងាញ់រសជាតិវាឆ្ងាញ់តែម្ដងបងប្អូនដែលធ្លាប់ហូបគ្រាប់ហូបផ្លែស្វាយចន្ទីដឹងហើយអាចយើងយកជាលក់អំបិលម្ទេសឬក៏អាចហូបលេងធម្មតាកំសាន្តលេងក៏បានដែរហើយប៉ុន្តែនៅពេលដែលរដូវគេបាញ់ថ្នាំសូមបងប្អូនកុំទទួលទានដោយសារតែអាចនឹងប៉ះពាល់ដល់សុខភាពហើយគ្រាប់វានេះគឺយើងអាចយកទៅលីងហូបបានបងប្អូនទៅលីងហូបបានលីងក៏បានយើងចង់វាយចេញជាដុតក៏បានដែរបងប្អូនអ្នកខ្លះគាត់ខ្ជិលលីងដុតចឹងទៅហើយនេះគឺជាគ្រាប់ស្វាយចន្ទីដែលខ្ញុំបានបេះមិញបាន2គ្រាប់បងប្អូនកំពុងសាកបង្ហាញបងប្អូនមើលហើយនិយាយអំពីអត្ថប្រយោជន៍របស់វាតែពិតអត្ថប្រយោជន៍របស់គ្រាប់ស្វាយចន្ទីនេះមានច្រើនណាស់បងប្អូនប៉ុន្តែគណៈយើងពិបាកក្នុងការប្រាប់បងប្អូនចឹងណាហើយបងប្អូនចង់ដឹងគឺខ្ញុំប្រាប់បានត្រឹមតែត្រួសតែប៉ុណ្្នឹងឯងមិនអាចប្រាប់បងប្អូនលំអិតបានទេបងប្អូនអាចបានត្រឹមតែមួយចំណុចតូចនៃអត្ថប្រយោជន៍របស់វាហើយសូម្បីតែស្លឹករបស់វាក៏យើងអាចយកទៅធ្វើជាថ្នាំបានដែរបងប្អូនហើយដើមរបស់វាសម្បករបស់វាក៏អាចយកធ្វើថ្នាំបានដែរប៉ុន្តែយើងថ្ងៃនេះគឺយើងផ្ដោតអារម្មណ៍ទៅលើតែគ្រាប់ស្វាយចន្ទីទេថាតើគ្រាប់ស្វាយចន្ទីនោះព្យាបាលជំងឺអ្វីខ្លះសូមបងប្អូនតាមដានទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបងប្អូនអញ្ចឹងគ្រាប់ស្វាយចន្ទីនេះគឺតាក់ទងទៅនឹងជំងឺគឺវាអាច prevent cancer គឺអាចតាក់ទងទៅនឹងការពារនៅជំងឺមហារីកផ្សេងបាទមហារីកហ្នឹងគឺគ្រាប់ស្វាយចន្ទីនេះបើយើងទទួលទានវារាល់ថ្ងៃតែយើងកុំទទួលទានបរិមាណច្រើនពេកបងប្អូនយើងទទួលទានតែមួយល្មមគឺយើងអាចការពារនៅជំងឺមហារីកផ្សេងបានបាទហើយតាក់ទងទៅនឹងមួយទៀតគឺ healthy bone ភាសាបច្ចេកទេសថា healthy bone គឺធ្វើឲ្យឆ្អឹងរបស់យើងនឹងរឹងមាំមិនថាឆ្អឹងតណាឆ្អឹងតណៃគឺរឹងមាំទាំងអស់បងប្អូនធ្វើឆ្អឹងយើងរឹងមាំខ្លាំងក្លាអញ្ចឹងណាបងប្អូនហើយតាក់ទងទៅនឹង nerve តាក់ទងនឹងខ្សែប្រសាទបងប្អូន healthy nerve នោះគឺអាចធ្វើឲ្យប្រព័ន្ធប្រសាទរបស់យើងហ្នឹងគឺដំណើរការបានល្អបងប្អូនបានល្អអញ្ចឹងណាបងប្អូននឹងតាក់ទងទៅនឹងគ្រាប់ស្វាយចន្ទីបងប្អូនហើយវាពោពេញទៅដោយវីតាមីនខ្ពស់ជាច្រើននៅក្នុងគ្រាប់ស្វាយចន្ទីនេះគឺល្អណាស់សម្រាប់សុខភាពរបស់បងប្អូនក្នុងការបរិភោគក៏ដូចជាទទួលទានវាធ្វើឲ្យអញ្ចាញធ្មេញនិងធ្មេញរឹងមាំបងប្អូនភាសាបច្ចេកទេសថា healthy gum and teeth គឺធ្វើឲ្យធ្មេញរបស់យើងហ្នឹងក៏ដូចជាអញ្ចាញធ្មេញគឺរឹងមាំហើយវាធ្វើឲ្យយើងកេងលក់ស្រួលបងប្អូននេះផ្លែវា3 4គ្រាប់នេះ3 4ផ្លែធ្លាក់ក្តុកហ្នឹងអញ្ចឹងធ្វើឲ្យយើងហ្នឹងកេងលក់ស្រួលកាលណាបើយើងទទួលទានអាហារក៏ដូចជាទទួលទាននំចំណីដែលចំណាញ់អំពីគ្រាប់ស្វាយចន្ទីនេះគឺធ្វើឲ្យយើងហ្នឹងកេងលក់ស្រួលបងប្អូនហើយបង្កើតរ៉ាឌីកាល់សេរីបងប្អូនបង្កើនរ៉ាឌីកាល់សេរីក៏ដូចជាធ្វើឲ្យសម្ពាធឈាមរបស់យើងហ្នឹងដំណើរការបានស្រួលផងដែរបងប្អូនធ្វើសម្ពាធឈាមរបស់យើងដំណើរការបានស្រួលផងដែរនេះគឺជាអត្ថប្រយោជន៍របស់គ្រាប់ស្វាយចន្ទីបងប្អូនមួយចំនួនគឺសឹងតែមិនដាច់ដឹងបងប្អូនគឺថាតើគ្រាប់ស្វាយចន្ទីមានអត្ថប្រយោជន៍វាខ្លះបងប្អូនអត់សូវដាច់ដឹងទេនេះចំការនេះធំបងប្អូនដីវាចូល4ហិកតា5ហិកតាដែរ3ទៅ4ហិកតាដែរនេះផ្លូវពីនោះមកពីនេះមកតែខ្ញុំថតបានតែបន្តិចទេថតបានច្រើនទេដោយសារតែពេលវេលារៀងខ្លីដែរបងប្អូនយើងអត់សូវមានពេលទៅនេះដែរអញ្ចឹងណាយូរទៅនេះបានទៅលេងចំការម្ដងយើងឆ្លៀតថតដើម្បីចែកជូនពុកម៉ែបងប្អូនបានទស្សនាក៏ដូចជាបានដឹងអំពីថាវាខ្លះអំពីផ្លែស្វាយចន្ទីនេះហើយម្យ៉ាងទៀតផ្លែស្វាយចន្ទីនេះគឺមានចន្ទីលឿងក៏មានចន្ទីក្រហមដូចខ្ញុំកំពុងតែថតនឹងក៏មានដែរបងប្អូនហើយក្របវាគឺគេយកទៅលក់បច្ចុប្បន្ននេះគឺបាន1គីឡូ4000ខ្មែរជាងបងប្អូន
4000 15,000 6000 ឬក៏3000ជាងទៅតាមរដូវកាលអញ្ចឹងបងប្អូនយើងវាអត់អាចកំណត់តម្លៃថេរបានទេឥឡូវនេះគឺយើងបន្តមកដឹងអំពីថាប្រយោជន៍វាបន្តទៀតបងប្អូនគឺតកតងទៅនឹង healthy hair ធ្វើឲ្យសក់របស់យើងហ្នឹងមានសុខភាពល្អហើយការធ្វើឲ្យសក់មានសុខភាពល្អនេះគឺមិនមែនយើងហូបគ្រាប់ស្វាយចន្ទីទៅមានសក់មានសុខភាពល្អទេគឺគេយកគ្រាប់ស្វាយចន្ទីហ្នឹងឯងប្រេងគ្រាប់ស្វាយចន្ទីហ្នឹងឯងយកទៅចម្រាញ់ចេញជាវត្ថុធាតុមួយយ៉ាងដែលយុទ្ធលាបសក់ទៅជាប្រេងមួយយ៉ាងយុទ្ធលាបសក់ទៅធ្វើឲ្យសក់របស់យើងហ្នឹងរលាស់រលោងរលើបរលោងបានល្អអញ្ចឹងណាបងប្អូនវាល្អអញ្ចឹងណាអាហ្នឹងតាមការសិក្សាមកគឺគេប្រាប់មកអញ្ចឹងតែជាក់ស្ដែងគឺខ្ញុំមិនដែលបានលាបប្រភេទទឹកដូចជាប្រេងធ្វើពីគ្រាប់ស្វាយចន្ទីគឺខ្ញុំមិនដែលបានលាបទេប៉ុន្តែគឺយើងសិក្សាទៅឃើញថាមានអញ្ចឹងបងប្អូនបាទមួយទៀតតងទៅនឹងធ្វើឲ្យបេះដូងរបស់យើងហ្នឹងគឺដំណើរការបានល្អគឺថា healthy heart បេះដូងរបស់យើងដំណើរការបានល្អมันមានជំងឺបេះដូងការពារនៅជំងឺបេះដូងផ្សេងៗអ្នកខ្លះគាត់រសារកាំងបេះដូងរសារអីដោយសារតែគាត់មានជំងឺកាំងបេះដូងប៉ុន្តែបើសិនជាយើងបានទទួលទាននៅគ្រាប់ស្វាយចន្ទីនេះជាប្រចាំគឺយើងអាចកាត់បន្ថយនៅហានិភ័យនៃការកើតជំងឺកាំងបេះដូងនេះផងបានដែរបងប្អូនតកតងទៅនឹងជំងឺផ្សេងទៀតហ្នឹងគឺមានច្រើនទៀតប៉ុន្តែខ្ញុំរៀបរាប់អត់អស់ទេបងប្អូនអ្នកដែលដឹងអាចជួយខមមិនប្រាប់បន្ថែមផងហើយវាជួយសម្រកទម្ងន់ផងដែរបងប្អូនសម្រាប់បងប្អូនអ្នកដែលចូលចិត្តសម្រកទម្ងន់ណាចង់បានសម្រកទម្ងន់រាងស្វែលគឺបងប្អូនអាចទទួលទានគ្រាប់ស្វាយចន្ទីនេះបានគឺសុទ្ធសឹងតែជាវីតាមីនក៏ដូចជាអាហារដែលជួយឲ្យយើងនឹងមាននៅសុខភាពល្អបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាគឺខ្ញុំមានតែប៉ុណ្្នឹងទេតកតងទៅនឹងអត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទីហើយគឺយើងនៅមានរឿងរ៉ាវផ្សេងជាច្រើនទៀតដែលខ្ញុំអត់បានប្រាប់បងប្អូនឲ្យអស់ដោយសារតែពេលវេលាយើងរៀងខ្លីដែរអញ្ចឹងគឺបានប្រាប់បងប្អូនតែបន្តិចហ្នឹងឯងអានេះយើងដឹងអំពីអត្ថប្រយោជន៍នៃគ្រាប់សិនទៅហើយសម្បកវានិងស្លឹកវាបងប្អូនចាំទស្សនានៅវីដេអូក្រោយតើសម្បកស្វាយចន្ទីក៏ដូចជាស្លឹកស្វាយចន្ទីហ្នឹងយើងយកទៅធ្វើអីបានខ្លះអញ្ចឹងបងប្អូនចាំតាមដានទស្សនាជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូនេះយើងសិក្សាតែប៉ុណ្្នឹងទៅបងផាយដូចជាយើងដឹងតែប៉ុណ្្នឹងសិនទៅវីដេអូក្រោយខ្ញុំនឹងរៀបរាប់អំពីអត្ថប្រយោជន៍នៃសម្បកស្វាយចន្ទីក៏ដូចជាស្លឹករបស់ស្វាយចន្ទីចឹងសូមអរគុណសូមជម្រាបលាសូមបងប្អូនមេត្តាចុច Subscribe ក៏ដូចជា Follow Page ម្នាក់មួយផងសូមអរគុណសូមជម្រាបលាជួបគ្នានៅឱកាសក្រោយបាយបាយ